អត់បានសែនចិននឹងគេទេបងប្អូនប៉ុន្តែបានញ៉ាំសឡចចាប់ឆាយដែរដោយសារម្សិលមិញខ្ញុំឆាដើមខាត់ណាបន្ទាប់មកនៅសល់ស្លឹកច្រើនអញ្ចឹងបងប្អូនស្ដាយស្លឹកក៏ធ្វើសឡចាប់ឆាយទៅសឡចាប់ឆាយរបស់ខ្ញុំនេះបងប្អូនគ្រឿងផ្សំកាត់ទេបើសិនជាស្លតាមលំដាប់លំដោយហ្មងបងប្អូននៅផ្សិតក្រៀមនៅពុះសដែកនៅគ្រឿងកំប៉ុងជាច្រើនយ៉ាងទៀតណាថ្ងៃនេះដែរខ្ញុំស្លចាប់ឆាយជាមួយសាច់មាន់ណាបងប្អូនខ្ញុំលីងខ្ទឹមសឲ្យវាឡើងឈ្ងុយសិនទៅបងប្អូនចាំយើងចាក់សាច់មាន់ចូលតបមកទៀតចាំយើងចាក់ជីកដោហើយនឹងស្បែកជ្រូកចូលខ្ញុំបន្ថែមវាជាមួយប្រេងខ្យងអំបិលស្ករប៊ីចេងម្រេចខ្ញុំឆាគ្រឿងផ្សំទាំងអស់ឲ្យសព្វចូលគ្នាទៅបងប្អូនឲ្យវាចាប់ជាតិជាមួយសាច់មាន់ណាតបមកទៀតចាំយើងដាក់បន្លែចូលបងប្អូនយើងដាក់បន្លែណារឹងទៅមុនគេទៅណាបងប្អូនបន្ទាប់ពីបន្លែរឹងរបស់យើងនឹងវារៀងឆ្អិនតិចហើយយើងចាប់ផ្ដើមដាក់បន្លែទន្ចូលម្ដងបងប្អូនបន្លែទន្នេះមានដូចជាស្ពៃបូកគោស្ពៃក្តោបហើយនិងប្រូកូលីបងប្អូនយើងដាក់វាម្ដងបន្តិចហើយយើងត្រឡប់វាយើងដាក់វាម្ដងបន្តិចហើយយើងត្រឡប់វាតតែវាសប់ចូលគ្នាហ្មងណាស្លចាប់ឆាយបើសិនជាបងប្អូនចង់ឆ្ងាញ់ណាបងប្អូនកុំបខំភ្លើងឲ្យវាពុះតាមតាណាវាឆ្អិនតាមតាណាចុងក្រោយគេចាំបងប្អូនបន្ថែមទឹកទៅហ្មងពេលដាក់ទឹកទៅហើយក៏បងប្អូនត្រូវរំងាស់វាចោលដែរបងប្អូនអត់ត្រូវបិទភ្លើងភ្លាមអីពេលដែលពុះភ្លាមណាខ្លាចប្អូនចាប់ឆាយងាយនឹងប្អូនណាស់សម្រាប់ខ្ញុំហ្មងបងប្អូនស្លចាប់ឆាយតរៀងអលួយតិចរៀងងុំចូលគ្នាបន្តិចអាហ្នឹងបានខ្ញុំញ៉ាំឆ្ងាញ់បងប្អូនមើលសម្បីតែពេលខ្ញុំដុសហើយក៏ខ្ញុំអត់ទាន់បិទភ្លើងដែរខ្ញុំឲ្យវាពុះកជ្រុលពេញឆ្នាំងអញ្ចឹងហ្មងណាវីដេអូស្លចាប់ឆាយបានចប់ហើយបងប្អូនដែលស្លហើយតែស្លលើកទី1អីកុំភ្លេចតាមដានវីដេអូនេះឲ្យដល់ចប់ណាអរគុណបាយបាយ